មិនទុកសៀវប៉ាវក្នុងភ្នែកទេបើនៅតែលោឡាទៀតខ្ញុំនឹងបោះអ្នកទាំងអស់គ្នាចូលទន្លេណែសៀវប៉ាវមិនហ៊ានទេសូម្បីតែសេដ្ឋីទីក្រុងជាងឈឹងក៏ការពីគេដែរម្ដាយកូនហ៊ូឈីងជូពិតជាឡើងឋានស៊ូក្រមែនហើយនេះគឺជាឃ្លាំងសម្ងាត់របស់លោកប៉ាវក្មេងនេះមិនមែនបោកខ្ញុំទេដឹងសៀវម៉ឹងបើឯងចង់មើលខ្លាំងណាស់លោកប៉ាវសំបីតែរឿងនេះក៏ប្រាប់ឯងដែរមកនេះគឺជាហឹបកំណប់ទាំង3ដែលសំខាន់បំផុតនៅក្នុងឃ្លាំងនេះគឺជាហឹបកំណប់ទាំង3ដែលលោកប៉ាវធ្លាប់និយាយមានគេនិយាយថាឃ្លាំងសម្ងាត់របស់លោកប៉ាវច្បាស់ជាមានលាក់មាសប្រាក់ត្បូងពេជ្រក៏មានគេទីថាឃ្លាំងនេះគឺជាឃ្លាំងអាវុធធំបំផុតនៅលើពិភពលោកតាមពិតទៅឃ្លាំងរបស់លោកប៉ាវលាក់ទុកនៅកំណប់ទ្រព្យដ៏សំខាន់បំផុតទាំង3នៅលើលោកកំណប់ទាំង3នេះចេញមកគឺអាចធ្វើឲ្យក្រើកពេញពិភពលោកសូម្បីតែបង្កឲ្យមានសង្គ្រាមបង្ហូរឈាមហឹបកំណប់ទាំង3នេះគឺជាអាថ៌កំបាំងកំពូលទាំង10របស់ពិភពលោកប៉ាវបែរជាប្រាប់ក្មេងនេះតើគេជានរណាឲ្យប្រកាសគុំទីអីខ្ញុំគឺជាមនុស្សដែលអ្នកកំពុងតាមរកអាថ៌កំបាំងឃ្លាំងសម្ងាត់របស់លោកប៉ាវហេតុអ្វីអ្នកដឹងអ្នកទីមើលតើអ្នកជានរណាហេតុអ្វីដឹងរឿងលោកប៉ាវច្បាស់ម្ល៉េះហើយថែមទាំងស្គាល់ខ្ញុំច្បាស់ទៀតមកឲ្យអ្នកទាំងអស់គ្នាមើលកំណប់ទី1តើខ្ញុំអាចមើលបានទេម៉ាក់មកមើលជាមួយគ្នាសៀវប៉ាវម៉ាក់ធ្លាប់បង្រៀនកូនទេថាយើងមិនអាចប៉ះពាល់របស់គេផ្ដេសផ្ដាស់ទេម៉ាក់គឺបងស្រីម្នាក់នេះចង់មើលលោកប៉ាវក្មេងនេះពិតជាអាចទុកចិត្តបានមែនទេកំណប់ទី1គួរតែបើកមួយណាមុនទៅយកមួយនេះចុះចៅហ្វាយតូចថ្នមដៃបន្តិចសៀវប៉ាវឈាមមិនក៏មានតែឈាមអញ្ចឹងមិននឹកស្មានថាជាលិខិតសច្ចាដោយឈាមរបស់ត្រកូលធំទាំង10សោះត្រកូលធំទាំង10នៃប្រទេសឡុងមានត្រកូលឈិននៅខេត្តភាគខាងត្បូងត្រកូលចាំងនៅភាគខាងជើងត្រកូលថាងនៅតំបន់ភាគខាងកើតត្រកូលសៀវនៅតំបន់ភាគខាងលិចត្រកូលឈីនត្រកូលចានត្រកូលយៀនសឺម៉ាជូគឺទូនមូត្រកូលធំទាំង10កាន់កាប់តំណែងកម្ពុជានៅក្នុងវិស័យរៀងខ្លួនមានទ្រព្យសម្បត្តិស្មើប្រទេសឬមានអំណាចខ្លាំងក្លាពួកគេគ្រប់គ្រងសរសៃឈាមនៃឧស្សាហកម្មនានាមើលទៅពិភពលោកពួកគេគឺជាមហាអំណាចដែលមិនអាចមើលស្រាលបានសៀវប៉ាវទាំងនេះជាអ្វីទៅទាំងនេះគឺជាបញ្ជាកោះហៅរបស់ត្រកូលធំទាំង10ប្រសិនបើពួកគេចេញមុខនឹងមានរឿងអ្វីកើតឡើងពិភពលោកនឹងមានការប្រមូលផ្ដុំវីរបុរសដ៏ធំមួយនេះក៏មានន័យថានឹងមានបាតុភូតចម្លែកមេឃនេះនឹងក្រឡាប់ចាក់ហើយនេះមិននឹកស្មានថាជាលិខិតសច្ចាដោយឈាមរបស់ត្រកូលធំទាំង10សោះមិនចម្លែកទេដែលគេថាគ្រាន់តែឃ្លាំងសម្ងាត់របស់លោកប៉ាវលេខឃ្លីបន្តិចនឹងធ្វើឲ្យពិភពលោកទាំងមូលរង្គោះរង្គើត្រកូលឈីនសូមគោរពចៅហ្វាយសៀវម៉ឹងឆាប់ងើបឡើងឯងជាមនុស្សរបស់អាប៉ាវយូរហើយមិនបាច់បម្រើត្រកូលឈីនទៀតទេចាស់ចៅហ្វាយហេតុអ្វីគេប្រាប់ថាខ្លួនឯងជាអាប៉ាវលោកប៉ាវក្មេងនេះមុខដូចលោកណាស់សៀវប៉ាវតើនេះជារឿងអ្វីឲ្យប្រកាសកូនគុំធ្វើរឿងអាក្រក់ឲ្យសោះណាម៉ាក់កូនមិនធ្វើទេសូមទុកចិត្តខ្ញុំក្នុងនាមជាប្រធានក្រុមហ៊ុនជូប៉ាវសូមធានាអាងចំពោះអ្នកថាទង្វើរបស់ចៅហ្វាយតូចគឺមានសុវត្ថិភាពទាំងស្រុងខ្ញុំហាក់ដូចជាធ្លាប់ព្រួយឈ្មោះក្រុមហ៊ុននេះគេគឺជាអ្នកស្នងតំណែងរបស់លោកប៉ាវយើងស្បត់ថានឹងការពារសុវត្ថិភាពគេគ្រប់ពេលវេលាម៉ាក់កុំបារម្ភអីបងស្រីគឺជាមនុស្សល្អទេគាត់មានលុយច្រើនណាស់នឹងជួយសងបំណុលយើងទាំងអស់សៀវម៉ឹងនិយាយត្រូវទេគ្មានបញ្ហាទេទុកឲ្យខ្ញុំចាត់ការចុះក្មេងនេះគឺជាក្តីសង្ឃឹមតែមួយគត់ក្នុងការស្វែងរកលោកប៉ាវសៀវម៉ឹងឯងទុកហឹបកំណប់ទៅចាស់ឯងនៅចង់មើលទៀតទេកំណប់ទី1អស្ចារ្យយ៉ាងនេះទៅហើយចុះហឹបកំណប់2ទៀតតើលោកប៉ាវដាក់របស់គួរឲ្យខ្លាចយ៉ាងណាទៅបានឃើញលិខិតសច្ចាដោយឈាមរបស់ត្រកូលធំទាំង10គឺជាកិត្តិយសក្នុងមួយជីវិតខ្ញុំហើយហឹបកំណប់2ទៀតយកចេញទៅឲ្យពិភពលោកមើលចុះស្អីគេពួកវាត្រូវគេបំភ្លេចចោលយូរហើយដល់ពេលដែលត្រូវបង្ហាញខ្លួនវិញហើយចង់ប្រកាសអាថ៌កំបាំងហឹបកំណប់ទាំង3ឲ្យពិភពលោកដឹងខ្ញុំមានបំណងបែបនេះមែនតាមការណែនាំចៅហ្វាយតូចត្រូវគិតបានច្បាស់មុននឹងធ្វើពិភពខាងក្រៅតែងតែតាមដានសកម្មភាពរបស់លោកប៉ាវយ៉ាងយកចិត្តទុកដាក់បើកំណប់ទាំងនេះបង្ហាញខ្លួនគឺមិនខុសពីការលាតត្រដាងអាថ៌កំបាំងឲ្យគេដឹងនោះទេអ្នកស្គាល់គេគឺជាអ្នកប្រាជ្ញអ្នកស្គាល់ខ្លួនឯងគឺជាអ្នកភ្លឺស្វាងឯងចាត់ចែងតាមអ្វីដែលខ្ញុំប្រាប់ទៅចាស់ចៅហ្វាយតូចប្អូនថ្លៃខ្ញុំឃើញខាងក្នុងពោពេញដោយមាសប្រាក់ទ្រព្យសម្បត្តិ
កុំមើលរបស់ដែលមិនគួរមើលនេះជារឿងគ្រួសារលីយើងទ្រព្យសម្បត្តិទាំងអស់ជារបស់លោកមិនស្គាល់ស្លាប់រស់ពួកឯងធ្វើអីអូយសម្លាប់មនុស្សហើយអ្នកទាំងអស់គ្នាខ្ញុំឈិនម៉ងវៃសូមប្រកាសនៅទីនេះថ្ងៃក្រោយបើមានអ្នកណាហ៊ានប្រមាថជើហ្វាយតូចទទួលខុសត្រូវខ្លួនឯងចោះផ្សព្វផ្សាយដំណឹងនេះចេញទៅចាប់ពីថ្ងៃនេះទៅអ្នកដែលប្រមាថជើហ្វាយតូចនឹងត្រូវកម្ចាត់ចោលភ្លាមចាស់ប្អូនថ្លៃយកយកដល់ពួកយើងជាគ្រួសារតែមួយអត់ទោសឲ្យខ្ញុំទៅសៀវប៉ាវមីងធំរបស់កូនគ្រាន់តែលោភលន់ចង់បានលុយប៉ុណ្ណោះហើយសៀវប៉ាវមីងធំដឹងខុសហើយបើអ្នកឯងហ៊ានធ្វើបាបម៉ាក់ខ្ញុំទៀតខ្ញុំនឹងធ្វើឲ្យអ្នកឯងវេទនាម៉ាក់ចាប់ពីពេលនេះទៅម៉ាក់មិនបាច់រងទុក្ខទៀតទេខ្ញុំអាប៉ាវនឹងការពារម៉ាក់ឲ្យបានល្អប៉ុន្មានឆ្នាំនេះម៉ាក់ហត់នឿយដើម្បីខ្ញុំដើម្បីគ្រួសារនេះណាស់ហើយម៉ាក់មិនហត់ទេឲ្យតែដើម្បីសៀវប៉ាវអ្វីក៏ស័ក្តិសមដែរចាប់ពីពេលនេះទៅម៉ាក់មិនបាច់រងទុក្ខទៀតទេមិនបាច់សងបំណុលមិនបាច់ធ្វើការច្រើនកន្លែងកាន់តែមិនបាច់រស់នៅមើលមុខគ្រួសារលីទៀតទេក្មេងល្ងងទាំងនេះសុទ្ធតែជារឿងដែលម៉ាក់គួរធ្វើម៉ាក់គឺជាម៉ាក់របស់ខ្ញុំជាម៉ាក់ដែលអស្ចារ្យនិងមានតម្លៃបំផុតនៅលើโลกនេះខ្ញុំមិនអនុញ្ញាតឲ្យម៉ាក់រងទុក្ខទៀតទេម៉ាក់មិនអន់ចិត្តទេឲ្យតែសៀវប៉ាវរបស់ម៉ាក់អាចធំធាត់ឡើងដោយសុខភាពល្អនិងមានក្តីសុខម៉ាក់ស្កប់ស្កល់ហើយម៉ាក់មិនបាច់ទ្រាំទៀតទេពេលនេះខ្ញុំបានយកអ្វីដែលជារបស់ខ្ញុំមកវិញហើយបន្ទាប់មកគឺសៀវប៉ាវកូនឯងប្រហែលជាមិនភ្លេចទេដឹងថាប៉ាកូនជំពាក់លុយគេប៉ុន្មានក្រៅពីពួកយើងគាត់ជំពាក់លុយចងការប្រាក់30ទៅ50ម៉ឺនដែលមិនអាចសងរួចសៀវប៉ាវកូនមិនបាច់បារម្ភទេម៉ាក់ច្បាស់ជានឹងសងរួចឆាប់នេះត្រឹមនាងឯងនឹងយកសពទាំងថ្ងៃហើយអ្នកណានិយាយថាសងមិនរួចអូយអ្នកនាងធំឈិនអ្នកនាងប្រហែលជាមិនចង់ធ្វើជាអ្នករងគ្រោះទេដឹងខ្ញុំមិនត្រឹមតែសងជំនួសគាត់ទេថែមទាំងប្រកាសក្នុងនាមជាប្រធានក្រុមហ៊ុនជូប៉ាវថាចាប់ពីថ្ងៃនេះទៅហ៊ូឈីងជូនឹងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភក្លាយជាគ្រួសារអភិជនទី1អួតអ្នកណាក៏ចេះអួតដែរក្រុមហ៊ុនលូរបស់ខ្ញុំសុកចិត្តចូលរួមចំណែកខ្ញុំតំណាងឲ្យប៊ីនហាយសុកចិត្តចូលរួមចំណែកស្ដាប់ចៅហ្វាយតូចនិយាយអ្នកមិនមែនជាមនុស្សធម្មតាទៀតទេអ្នកគឺជាម្ដាយរបស់សេដ្ឋីទី1លើពិភពលោកនាងជាម្ដាយរបស់សេដ្ឋីទី1លើពិភពលោកខ្ញុំជាម្ដាយរបស់ផែនដីទៅហើយប្អូនថ្លៃពួកនេះសុទ្ធតែជាតួសម្ដែងដែលនាងជួលមកមែនទេនេះមិនមែនជាល្បិចបោកប្រាស់បែបថ្មីទេដឹងអួតដល់កំពូលមេឃហើយសៀវប៉ាវកូនរកតួសម្ដែងទាំងនេះអស់លុយប៉ុន្មានថ្លើមធំមែនហ៊ានសង្ស័យពីអត្តសញ្ញាណត្រកូលលូរបស់ខ្ញុំប្អូនថ្លៃឲ្យក្មេងសៀវប៉ាវនេះប្រហែលជាខូចហើយតាមរកគិតយកខ្លែងខ្លាយទាំងនេះស៊ូរើដល់ផ្លាស្ទិកលក់យកលុយវិញល្អជាងម៉ាក់ជឿជាក់លើខ្ញុំម្នាក់នេះបានប្រមាថចៅហ្វាយតូចជាច្រើនដងចាត់ការនាងឲ្យស្អាតបាត់ទៅណែពួកឯងធ្វើអីនេះជាសង្គមមានច្បាប់ទម្លាប់ណាឆាប់លែងខ្ញុំភ្លាមខ្ញុំនឹងប្តឹងប៉ូលីសចាប់ពួកឯងខ្ញុំក្នុងនាមជាម្ចាស់ក្រុងសូមបណ្ដេញម្នាក់នេះចេញពីទីក្រុងជាងឈឹងហាមចូលអស់មួយជីវិត